ឧបករណ៍វិភាគបញ្ហាស្ថាប័នប្រទេសជាច្រើនមិនមានការទទួលខុសត្រូវលើសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទដែលនៅក្រោមក្រសួងដូចគ្នាឡើយឧទាហរណ៍ប្រទេសមូសំប៊ីកនិងប្រទេសអ៊ូកុងដានៅពេលដែលមានទាំងសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទស្ថិតនៅក្រោមក្រសួងដូចគ្នាហើយរួមចំណែកដល់ការកំណត់អាទិភាពកាន់តែច្រើនឡើងនៃសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទមិនមានរចនាសម្ព័ន្ធស្ថាប័នសមស្របនោះទេអាចមានមូលហេតុដែលត្រឹមត្រូវសម្រាប់ការបែងចែកទំនួលខុសត្រូវលើវិស័យផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទតាមបណ្ដាក្រសួងជាច្រើនប្រសិនបើមានករណីនេះការអនុវត្តការសម្របសម្រួលសមស្របនិងការគូសបញ្ជាក់ពីទូនាទីនិងការទទួលខុសត្រូវឲ្យបានច្បាស់លាស់គឺជាគន្លឹះអនុវត្តការសម្របសម្រួលដូចជាដំណើរការជាតិរួមមានការត្រួតពិនិត្យលើវិស័យជារួមរបាយការណ៍វិស័យប្រចាំឆ្នាំក្រុមការងារកិច្ចប្រជុំបច្ចេកទេសនិងការវិនិយោគលើប្រព័ន្ធត្រួតពិនិត្យគោលនយោបាយច្បាស់លាស់ដែលបង្កើតអាណត្តិតាមរដ្ឋធម្មនុញ្ញនិងដោះស្រាយលើការត្រួតស៊ីគ្នាគឺជារឿងចាំបាច់ប្រសិនបើមិនមានចំណុចទាំងអស់នេះទេដំណើរការនៃការបែកបាក់ស្ថាប័នអាចដើរតួជាហ្វ្រាំងដែលបង្អាក់ដំណើរការ